សួស្តីបងប្អូនថ្ងៃនេះហាងយើងខ្ញុំចង់បង្ហាញពីរបៀបក្នុងការចាក់ប្រេងព្រោះម៉ាស៊ីនហ្នឹង compressor ហ្នឹងវារៀងស្ទើរប្រេងពេលស្ទើរប្រេងតែឥឡូវខាងបងប្អូនចាក់ប្រេងចូលមុននឹងយើងចាក់ប្រេងបានហ្នឹងគឺយើងត្រូវតែបើកម៉ាស៊ីនហើយយើងបរិយាយើងធំតែយើងចាក់ប្រេងនឹងចូលពេលដែលយើងចាក់ប្រេងនឹងចូលឲ្យវាពេញហើយបើសិនជាបងប្អូនចង់ដឹងថាអាប្រេងហ្នឹងឈ្មោះអីនេះប្រេងហ្នឹងគឺឈ្មោះនេះបងប្អូនអញ្ចឹងបងប្អូនអាចទៅទិញបានតាមហ្នឹងពេលដែលយើងចាក់ប្រេងរួចហើយយើងត្រូវកាត់ផ្សារវាឲ្យចេញជាទយោយើងប្រើលេខ6បានទេបងប្អូនព្រួយខ្សែហ្គាសរបស់យើងគឺវាមានតែលេខ6ទេអញ្ចឹងយើងបាច់ដាក់លេខ12ដាក់លេខ10ដាក់អីទេយើងដាក់លេខ6ទៅហើយផ្សារវាទាំងពីរពេលដែលផ្សារវាទាំងពីរហើយអាហ្នឹងវាចុងក្រោយវាខ្លាចតែជាប្លុកបឺតបាញ់ហើយអញ្ចឹងពេលដែលម៉ាស៊ីនរបស់ភ្ញៀវមានបញ្ហាស្ទះតយោឬក៏បញ្ហាអីបងអាចយកអា compressor ហ្នឹងទៅជា compressor បឺតបាញ់បានគេហៅថាវ៉ាត់ខ្ជូងហើយបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងបញ្ហាហ្នឹងបងប្អូនអាចឆាតមកបងប្អូននឹងធ្វើវីដេអូបន្ថែមឬក៏អាចបញ្យល់បន្ថែមពីចំណុចបន្ថែមទៀតព្រោះការបញ្យល់របស់បងប្អូនគីឡូនៅមានកម្រិតចឹងអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូមួយនេះអរគុណបង